Media ណាមានឯក្លាទៅក្មួយអ្នកសួរខ្ញុំខ្ញុំសួរបងតាពីសិនកាសែតសំបែស្លាចរិតហើយមេតិកា digital សុទ្ធតែ media ទាំងអស់អញ្ចឹងវាអត់ដូចគ្នាផងនឹងមានអីបែងចែកវាគេបែងចែក media ឬក៏ប្រព័ន្ធផ្សព្វផ្សាយហ្នឹងជាពីរទី1គឺប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីហើយមួយទៀតប្រព័ន្ធផ្សព្វផ្សាយបែបទំនើបប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីហ្នឹងវានៅក្នុងរូបភាពជាសិលាចារឹកដែលនិយាយមិញហ្នឹងហើយមានជាសភៅកាសែតទស្សនាវដ្តីវិទ្យុហើយនិងទូរទស្សន៍ព្រោះដោយសារតែមិនបានគេហៅវាថាជាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីក៏ព្រោះតែកាលពីជំនាន់មុនការបោះពុម្ពផ្សាយនៅព័ត៌មានអីអាចចេញជាกระดาษឬក៏ជាទម្រង់ស្ដាប់សំឡេងឬក៏ទូរទស្សន៍ឲ្យជាដើមហ្នឹងអាហ្នឹងជាមធ្យោបាយតំណែងមួយតែមួយខាងឯងមានន័យថាព័ត៌មានដែលផ្ដល់មកហ្នឹងអ្នកដែលទទួលព័ត៌មានគាត់អាចផ្ដល់មតិយោបល់របស់គាត់បានភ្លាមឯដែលខុសពីប្រព័ន្ធផ្សព្វផ្សាយបែបទំនើបដែលស្ថិតក្នុងទម្រង់ digital សម័យឥឡូវហ្នឹងនៅពេលដែលព័ត៌មានបានចុះផ្សាយហើយហ្នឹងអ្នកដែលទទួលព័ត៌មានហ្នឹងអាចឆ្លើយតបទៅកាន់ព័ត៌មានហ្នឹងនៅក្នុង comment បានឥឡូវឆ្ងល់ទៀតថាប្រព័ន្ធផ្សព្វផ្សាយបែបទំនើបវាក្នុងទម្រង់អីគេប្រព័ន្ធផ្សព្វផ្សាយទំនើបហ្នឹងវាក្នុងទម្រង់ digital ដែលយើងប្រើរាល់ថ្ងៃមានដូចជា Facebook TikTok Telegram អីជាដើមហ្នឹងហើយឥឡូវចំណាំមើលថាព័ត៌មានមួយចំនួនធំភាគច្រើនគេផុសនៅលើ Facebook ទាំងអស់អញ្ចឹងអ្នកដែលអានព័ត៌មានមិនថាតែយើងមិនថាតែគេគឺពេលដែលចង់ comment ឬក៏អីចឹងព័ត៌មានដែលចេញមកពេលណាដែលគាត់ចង់រិះគន់ឬក៏ចង់បន្ថែមមតិយោបល់ឲ្យគាត់អាច comment នៅក្នុងនឹងបានវាផ្ទុយពីប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ